ក្រៅពីជំនាញដែលប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតហើយយើងត្រូវចេះជំនាញមួយទៀតគឺវិភាគថាអ្វីជាការពិតអ្វីជាការសម្ដែងព្រោះសង្គមបច្ចុប្បន្នពិសេសក្នុងបណ្ដាញសង្គមពោរពេញដោយការសម្ដែងបើយើងមិនចេះវិភាគទេយើងអាចត្រូវបានគេបោកជាទូទៅការពិតគឺគោរពទៅតាមច្បាប់ធម្មជាតិការប្រឆាចច្បាប់ធម្មជាតិច្រើនតែជាការបោកប្រាស់ច្បាប់ធម្មជាតិចង់បានផលអ្វីត្រូវសាបព្រោះពូជនឹងតែក្នុងបណ្ដាញសង្គមគេអត់សាបព្រោះទេតែគេចង់ប្រមូលផលតែម្ដងឧទាហរណ៍ខ្ជិលរៀនតែចង់ចេះខ្ជិលសន្សំតែចង់សល់លុយអត់ចង់សាងសក្តីល្អទេតែចង់ទទួលផលល្អយល់ពីការពិតមិនសូវខ្វល់ចិត្តទេព្រោះមើលពិភពលោកជាមួយការពិតហើយមើលការសម្ដែងជាការកម្សាន្តកំដរអារម្មណ៍